ការស្ថិតប្រែប្រួលមិនចាប់ផ្ដើមធ្លាក់ខ្យល់បងប្អូនក៏ច្បាស់ជាផ្ដាសាយហើយមានអាការៈក្អកផ្ដាសាយហើយទឹកជែកចំហុយនេះវាជួយកាត់បន្ថយអាការៈក្អកផ្ដាសាយបានច្រើនណាបងប្អូនគឺរូបមន្តនេះគឺថាងាយមែនទែនហើយជួយដល់សុខភាពបងប្អូនច្រើនជួយពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយរបស់យើងណាហើយជួយបងប្អូនកាត់បន្ថយពីអាការៈក្អកផ្ដាសាយបានយ៉ាងល្អជាពិសេសទឹកជែកចំហុយក្តៅៗនឹងតែម្ដងហើយគ្រឿងផ្សំរបស់យើងគឺងាយទេគឺយើងប្រើចេកទុំមួយផ្លែគឺចេកដំបងពណ៌លឿងបើសិនជាបងប្អូនអត់មានទេប្រើចេកណាំវ៉ាយើង2ផ្លែអីចឹងទៅយើងបកសបកចេកឲ្យស្អាតចឹងមកបងប្អូនហាន់វាទៅដឹងដាក់ក្នុងចានមួយចឹងណាហើយដាក់ទឹកកន្លះកូនកែវចឹងទៅបើសិនជាបងប្អូនចង់ញ៉ាំច្រើនអាចដាក់ទឹកច្រើនជាងហ្នឹងហើយចំពោះស្ករបងប្អូនអាចដាក់កន្លះស្លាបព្រាកាហ្វេឬមួយក៏មិនបាច់ដាក់ក៏បានដែរបន្ទាប់មកយើងដាំទឹកក្នុងឆ្នាំងឲ្យវាពុះល្អចឹងហើយទើបយើងយកចេករបស់យើងទៅចំហុយតែ15នាទីអីហ្នឹងគឺអាចយកមកញ៉ាំបានហើយបងប្អូនផ្លុំហត់នៅក្តៅៗចឹងណាហើយញ៉ាំទាំងសាច់ចេកចំហុយនឹងជាមួយគ្នាតែម្ដងគឺវាជួយកាត់បន្ថយអាការៈក្អកផ្ដាសាយបានយ៉ាងល្អមែនទែនដោយសារតែអេដមីនផ្ដាសាយហើយបានសាកល្បងមួយមុខនេះឃើញថាបានផលណាចឹងបងប្អូនអាចសាកល្បងបានប្រសិនមកបងប្អូនត្រូវការយកអួរសុខភាពអាចកំងវិភ័យរបស់នាងខ្ញុំបានគឺនាងខ្ញុំមានធ្វើស្រស់ថ្មីរាល់ថ្ងៃតែម្ដងបងប្អូនទាំងអស់គ្នាតម្លៃក៏សមរម្យ10ប្រអប់តែ25,000រៀលទេធានាគុណភាពនិងអនាម័យគឺអត់មានដាក់រក្សាទុកបានយូរទេបងប្អូនមិនមានសារធាតុរក្សាទុកបានយូរហើយក៏មិនប្រើប្រាស់ស្ករផងដែរគឺយើងមានពីរសជាតិដើមជាមួយនឹងរសជាតិផ្អែមឡំចំពោះរសជាតិផ្អែមគឺយើងបានជាតិផ្អែមពីត្រឡោះគោខាប់បងប្អូនទាំងអស់គ្នាគឺនាងខ្ញុំមកធ្វើស្រស់ថ្មីរាល់ថ្ងៃឯតម្លៃក៏សមរម្យ10ប្រអប់តែ25,000រៀលទេហើយធានាគុណភាពជូនបងប្អូនរូបមន្តគ្រួសារជារូបមន្តកូនខ្មែរជាយាអួរកូនខ្មែរបងប្អូនអាចកំងពិភេករបស់នាងខ្ញុំបានណាបើសិនជាចង់ដឹងរសជាតិយ៉ាងណាកុំភ្លេចសាកល្បងរសជាតិជាមួយនឹង Cooking with My Mom អរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតណាជម្រាបលាបាយបាយ